chẳng ở bên đây chán thế có mai dương thay nhâm dày chán chẳng cắt thầm nắng hay complex subscribe channel patron Cambodia xem đẹp này dương để tu sna tam dạ YouTube channel ok ta xong rồi vâng ta រឿងរ៉ាវមួយនេះកើតឡើងកាលពីជាង10ឆ្នាំមុននៅពេលដែលខ្ញុំធ្លាប់ធ្វើជាបុគ្គលិកម្នាក់នៅផ្ទះអសុរកាយផ្នែកតួសម្ដែងខ្មោចពីដំបូងឡើយគឺខ្ញុំអត់ដែលស្គាល់ផ្ទះអសុរកាយនឹងទេប៉ុន្តែមានមិត្តភ័ក្តិខ្ញុំម្នាក់ដែលគាត់នាំទៅលេងហើយនៅពេលដែលទៅលេងហើយក៏ខ្ញុំបានឃើញគេដាក់ថាជ្រើសរើសបុគ្គលិកហើយខ្ញុំក៏មានចំណាប់អារម្មណ៍ថាចង់ធ្វើការនៅកន្លែងហ្នឹងពីព្រោះថាការងារហ្នឹងគឺជាការងារវេនយប់ហើយខ្ញុំពេលហ្នឹងជានិស្សិតរៀននៅសាលាឯកជនម្នាក់អញ្ចឹងខ្ញុំគិតថាបើសិនជាខ្ញុំរៀនពេលព្រឹកពេលយប់ខ្ញុំអាចមកធ្វើការនៅកន្លែងហ្នឹងបានអញ្ចឹងខ្ញុំក៏បានសាកសួរព័ត៌មានគេទៅគេក៏ឲ្យយើងដាក់ CV តាមធម្មតាហើយស្អែកឡើងក៏ខ្ញុំបានយក CV ទៅដាក់នៅកន្លែងផ្ទះអសុរកាយហ្នឹងប៉ុន្តែខ្ញុំរងចាំការងារមួយហ្នឹងរហូតដល់ទៅ2ខែទំមតាគេហៅខ្ញុំទៅសម្ភាសហើយរយៈពេលដែលខ្ញុំរងចាំ2ខែហ្នឹងខ្ញុំឆ្ងល់មែនតើថាហើយបានការងារមួយហ្នឹងគេទុកខ្ញុំយូរហ្មងទំមតាហៅខ្ញុំសម្ភាសព្រោះថានៅក្នុងលក្ខខណ្ឌការងារហ្នឹងគឺអត់មានតម្រូវអីច្រើនទេគឺអត់ត្រូវការតាំងរូបសម្បត្តិក៏ដូចជាចំណេះដឹងវាគ្រាន់ជាការងារមួយដែលយើងអាចធ្វើបានទូទៅធម្មតាអត់តែយើងមានកម្លាំងធ្វើការឲ្យគេអាហ្នឹងគឺយើងអាចធ្វើបានរហូតដល់ថ្ងៃសម្ភារការងារហ្នឹងខ្ញុំក៏បានទៅសម្ភារតាមការណាត់ហើយក៏សម្ភារបានជាប់ហើយនៅពេលដែលថ្ងៃចូលធ្វើការដំបូងហ្នឹងបើខ្ញុំដឹងថាមូលហេតុដែល CV របស់ខ្ញុំត្រូវបានគេទុករហូតដល់ទៅ2ខែហ្នឹងដោយសារតែផ្ទះអសុរកាយហ្នឹងមុននឹងគេហៅបុគ្គលិកទៅសម្ភារគឺគេមានពិធីមួយគឺអុជធូបដើម្បីទស្សន៍ទាយមើលថាតើបុគ្គលម្នាក់ហ្នឹងបើសិនជាមកធ្វើការនៅផ្ទះអសុរកាយមួយហ្នឹងគាត់ធ្វើបានយូរអត់ហើយការអុជធូបមើលរបស់គេហ្នឹងគឺគេអុជធូបមកទៅស័យបើសិនជាកតិកធូបហ្នឹងវាធ្លាក់ទៅលើ CV អាហ្នឹងបានន័យថាបុគ្គលហ្នឹងអាចមកធ្វើការនៅនឹងរយៈពេលយូរបានប៉ុន្តែបើសិនជាធូបហ្នឹងអត់ធ្លាក់ទៅលើ CV ទេគឺបានន័យថាបុគ្គលហ្នឹងអត់មាននិស្ស័យមកធ្វើការនៅកន្លែងហ្នឹងទេទោះបីជាធ្វើការក៏ធ្វើអត់បានយូរដែរចូលធ្វើបានតែរយៈពេលខ្លីនឹងឈប់ទៅវិញនឹងជាមូលហេតុដែរហេតុអីបាន CV របស់ខ្ញុំទុកយូររហូតដល់2ខែបន្ទាប់មកខាងផ្ទះអសុរកាយក៏គាត់បានបង្រៀនពីរបៀបផាត់មុខក៏ដូចជាការដើរតួធ្វើជាតួអង្គសម្ដែងខ្មោចមួយហ្នឹងប៉ុន្តែពេលដែលខ្ញុំធ្វើនៅថ្ងៃដំបូងគឺខ្ញុំមានអារម្មណ៍ថាការងារមួយហ្នឹងវាអត់សមនឹងខ្ញុំព្រោះដោយសារតែខ្ញុំជាមនុស្សដែលមានអត្តចរិតស្លូតបូតសុភាពរាបសារហើយការងារតួសម្ដែងខ្មោចហ្នឹងវាត្រូវការកាយវិការបែបកាយសាហាវក៏ដូចជាការស្រែកសម្លេងខ្លាំងៗដើម្បីលងបន្លាចភ្ញៀវអញ្ចឹងទៅខ្ញុំក៏មានកំណត់មួយថាចង់ឈប់អញ្ចឹងខ្ញុំក៏សាកព្យាយាមយក CV ហ្នឹងទៅដាក់នៅកន្លែងថ្មីប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំទៅធ្វើការនៅកន្លែងថ្មីហ្នឹងវាអត់សនុកក្នុងខ្លួនបែរជាខ្ញុំនឹកចង់តែធ្វើការនៅផ្ទះអសុរកាយហ្នឹងវិញអញ្ចឹងទៅខ្ញុំក៏អត់បានទៅធ្វើការនៅកន្លែងថ្មីទេក៏សម្រេចចិត្តថានៅធ្វើការនៅផ្ទះអសុរកាយហ្នឹងដដែលរហូតតតែខ្ញុំធ្វើការបានប្រហែលជាមួយអាទិត្យបានខ្ញុំដឹងពីអាកំបាំងមួយដែរនៅក្នុងផ្ទះអសុរកាយហ្នឹងគឺគេមានការធ្វើមន្តអាគមចងចិត្តបុគ្គលិកព្រោះថាបើសិនជាបុគ្គលិកមកធ្វើការងាកឈប់អញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ទៅដល់អាជីវកម្មរបស់គេព្រោះថាអត់មានបុគ្គលិកធ្វើការគ្រប់គ្រាន់អញ្ចឹងទៅការលងបន្លាចភៀវហ្នឹងក៏វាអត់ខ្លាចអត់បានល្អអីចឹងទៅអញ្ចឹងខាងផ្ទះអសុរកាយហ្នឹងគេធ្វើពិធីចងមន្តអាគមមួយគឺឲ្យបុគ្គលិកមានគំនិតតូទុនថាចង់ទៅធ្វើការនៅកន្លែងថ្មីទៅបីទៅធ្វើការកន្លែងថ្មីធ្វើបានតែមួយរយៈក៏ត្រូវតែត្រឡប់មកវិញដែរហើយសម្រាប់មន្តអាគមចង់បុគ្គលិកមួយហ្នឹងយើងអាចគេចផុតវាបានលុះត្រាតែរិស័យយើងខ្ពស់ហើយយើងអស់និស្ស័យពីផ្ទះអសុរកាយមួយហ្នឹងបានយើងអាចឈប់ពីកន្លែងហ្នឹងបានគឺដល់ពេលវេលាមួយហ្នឹងគឺយើងនឹងមានអារម្មណ៍ថាលែងចង់ធ្វើការនៅកន្លែងហ្នឹងហើយឈប់បាត់យកតែមកហ្នឹងវាជាអ្វីដែរខ្ញុំដឹងពីមន្តអាគមមួយហ្នឹងព្រោះខ្ញុំដឹងពីបុគ្គលិកដែលគាត់ធ្វើការជាមួយគ្នាគាត់ប្រាប់អញ្ចឹងណា
បន្ទាប់ពីដឹងមន្តអាគមមួយហ្នឹងមកខ្ញុំក៏ព្យាយាមសាកសួរបុគ្គលិកដែលគាត់ចូលធ្វើការមួយហ្នឹងពីប្រវត្តិនៃផ្ទះអសុរកាយមួយហ្នឹងហើយគាត់ក៏បាននិយាយប្រាប់ខ្ញុំថាពីដំបូងឡើយផ្ទះអសុរកាយមួយហ្នឹងវាគ្រាន់តែជាកន្លែងកំសាន្តដែលមានបុគ្គលិកតុបតែងខ្លួនជាខ្មោចធម្មតាទេប៉ុន្តែនៅពេលមួយដែលចោទជាបញ្ហាគឺប្រាក់ចំណូលនៃផ្ទះអសុរកាយហ្នឹងគឺវាមានការឡើងចុះមិនទៀងទាត់ទៅធ្វើឲ្យផ្ទះអសុរកាយហ្នឹងគឺនឹងត្រូវបិទទ្វាររលំព្រោះដោយសារតែចំណាយលុយទៅលើការជួលថ្លៃដីផងចំណាយលុយទៅលើប្រាក់ខែបុគ្គលិកផងនិយាយទៅវាចំណូលតិចប៉ុន្តែចំណាយច្រើនវាអត់គ្រប់គ្រាន់ណាអញ្ចឹងក៏ខាងផ្ទះអសុរកាយហ្នឹងក៏គេប្រជុំគ្នាដើម្បីរកវិធីដោះស្រាយព្រោះថាផ្ទះអសុរកាយហ្នឹងគឺមាន2ភាគហ៊ុនមានថៅកែ2ដែលគាត់ចូលរួមណាមានតកែខ្មែរនិងតកែបរទេសចឹងខាងតកែខ្មែរហ្នឹងក៏គាត់រកគ្រូមន្តអាគមដើម្បីមកទស្សទាយមើលថាតើធ្វើម៉េចដើម្បីឲ្យបន្តដំណើរទៅមុខទៀតព្រោះថាឥឡូវហ្នឹងវាខ្សែធនហើយដោយសារតែប្រាក់ចំណូលវាតិចជាងការចំណាយហើយពេលហ្នឹងក៏គ្រូមន្តអាគមទស្សទាយហ្នឹងក៏គាត់ឲ្យយោបល់ថាមានតែវិធីមួយយ៉ាងទេគឺការហៅវិញ្ញាណខ្មោចដើម្បីឲ្យជួយនៅក្នុងការរស់ស៊ីមួយហ្នឹងព្រោះថាបើសិនជាយើងហៅវិញ្ញាណខ្មោចឲ្យមកនៅគេអាចនឹងជួយប្រើមន្តអាគមរបស់គេដើម្បីតាក់ទាញភ្ញៀវឲ្យចូលលេងកម្សាន្តទៅប្រាក់ចំណូលក៏វាច្រើនទៅតាមនឹងដែរអញ្ចឹងពេលហ្នឹងក៏តកែខ្មែរក៏ដូចជាតកែបរទេសហ្នឹងគាត់ក៏សម្រេចចិត្តថាយកវិធីសាស្ត្រមួយហ្នឹងដើម្បីដោះស្រាយកុំឲ្យផ្ទះអសុរកាយមួយហ្នឹងវាខ្សែធនដួលរលំទៅប៉ុន្តែការហៅវិញ្ញាណខ្មោចឲ្យមករស់នៅក៏ដូចជាឲ្យជួយហៅភ្ញៀវហ្នឹងគឺត្រូវតែមានការសែនជាសំណែនដោះដូរហើយពីដំបូងឡើយខ្មោចទាំងអស់ហ្នឹងគឺសុំជាសំណែនជាការសែនធម្មតាដូចជាសាច់ឆ្អិនសាច់ឆៅឬមួយក៏បន្លែផ្លែឈើអីដែលគេចង់បានចឹងប៉ុន្តែមានពេលមួយស្រាប់តាខ្មោចទាំងអស់ហ្នឹងគឺបានសុំសំណែនជាជីវិតមនុស្សហើយមូលហេតុដែលគេសុំសំណែនជាជីវិតមនុស្សហ្នឹងដោយសារគេចង់ទៅចាប់ជាតិថ្មីអញ្ចឹងគេត្រូវការមានជីវិតមនុស្សដើម្បីមកចំណុចកន្លែងគេហើយគេអាចទៅចាប់ជាតិបានហើយពេលហ្នឹងត្រូវការផ្ទះអសុរកាយក៏គាត់និយាយលេងជាមួយនឹងបុគ្គលិកថាបើសិនជាមានអ្នកគេហ៊ានលះបង់ជីវិតខ្លួនឯងជាសំណែនគាត់នឹងឲ្យប្រាក់រង្វាន់ចំនួន$5,000ប៉ុន្តែ$5,000ចំនួនហ្នឹងបើសិនជាយើងគិតមកដល់ឥឡូវនេះប្រហែលជាវាអាចនឹង50000អញ្ចឹងណាប៉ុន្តែគ្មានបុគ្គលិកណាម្នាក់ដែលគាត់ហ៊ានលះបង់ជីវិតខ្លួនឯងដើម្បីជាសំណែនមួយហ្នឹងទេអញ្ចឹងថៅកែផ្ទះអសុរកាយហ្នឹងក៏គាត់ធ្វើវិធីមួយដើម្បីចរចាជាមួយនឹងវិញ្ញាណខ្មោចទាំងអស់ហ្នឹងដើម្បីឲ្យសុំសំណែនអីផ្សេងទៅព្រោះថាបើសុំជាសំណែនជីវិតមនុស្សមិនដឹងថាទៅរកអ្នកណាឲ្យមកស្លាប់បានទេអញ្ចឹងទៅខ្មោចទាំងអស់ហ្នឹងមានខ្មោចមួយចំនួនដែលគាត់យល់ព្រមខ្មោចមួយចំនួនក៏គាត់អត់យល់ព្រមហើយខ្មោចដែលអត់យល់ព្រមហ្នឹងក៏គេខឹងសម្បាហើយគេចាក់ចេញពីផ្ទះអសុរកាយមួយហ្នឹងប៉ុន្តែក៏គេបានដាក់ទំនាយមួយដែលពាក្យទំនាយមួយហ្នឹងគឺមានបុគ្គលិកខ្លះដឹងបុគ្គលិកខ្លះអត់ដឹងទេហើយពាក្យទំនាយមួយហ្នឹងគឺគេនឹងដាក់ទំនាយឲ្យផ្ទះអសុរកាយហ្នឹងនឹងមានមនុស្សម្នាក់ត្រូវស្លាប់ហើយអ្នកដែលត្រូវស្លាប់ហ្នឹងគឺគេបញ្ជាក់ភិនភាគទៀតថាជាមនុស្សប្រុសអញ្ចឹងសម្រាប់អ្នកដែលគាត់មានជំនឿទៅលើពាក្យទំនាយមួយហ្នឹងបុគ្គលិកប្រុសមួយចំនួនក៏បានដាក់ពាក្យលាឈប់ព្រោះខ្លាចខ្លួនឯងគឺជាមនុស្សដែលនៅក្នុងពាក្យទំនាយមួយហ្នឹងភាគច្រើនគឺពេលហ្នឹងសល់តែបុគ្គលិកស្រីទេដែលធ្វើការបុគ្គលិកប្រុសគេខ្លាចនៅពាក្យទំនាយមួយហ្នឹងអ្នកខ្លះគេដឹងរឿងគេឈប់ទៅអ្នកខ្លះក៏គេមានអារម្មណ៍ថាអត់ខ្លាចទៅគេចេះតែបន្តធ្វើអញ្ចឹងទៅអញ្ចឹងជាបន្តខ្ញុំនឹងរៀបរាប់អំពីវិញ្ញាណខ្មោចដែលគាត់នៅក្នុងផ្ទះអសុរកាយហ្នឹងហើយគាត់បានចេញមកលងបុគ្គលិកជាច្រើនហេតុការក៏ដូចជាច្រើនគ្នាមែនតើដែលការលងរបស់គាត់ហ្នឹងមានលក្ខណៈប្លែកខុសពីគ្នាហេតុការទី1ហ្នឹងគឺខ្មោចទាំងអស់ហ្នឹងលងបុគ្គលិកដោយការសំដំឲ្យបុគ្គលិកហ្នឹងដេកលក់ដែលមិនដឹងខ្លួនហ
ហើយពេលដែលគេចេញទៅផ្ទះអស់គឺបុគ្គលិកហ្នឹងនៅក្នុងផ្ទះអសុរកាយហ្នឹងតែម្នាក់ឯងហើយនៅពេលដែលគាត់នៅក្នុងផ្ទះអសុរកាយហ្នឹងតែម្នាក់ឯងហ្នឹងគឺខ្មោចទាំងអស់ហ្នឹងបានចាប់ផ្ដើមធ្វើសម្លេងដូចជាសម្លេងបំពេកូនសម្លេងដែលគេស្រែកយំអញ្ចឹងដើម្បីឲ្យបុគ្គលិកដែលគាត់ជាប់នៅក្នុងផ្ទះអសុរកាយម្នាក់ឯងហ្នឹងគាត់ខ្លាចហើយបុគ្គលិកខ្លះដែលគាត់ខ្លាចខ្លាំងពេកស្លាប់មកយប់ទៅភ្លឺក៏មានហើយក៏មានបុគ្គលិកខ្លះដែលគាត់មានស្មារតីរឹងមាំទៅគាត់អាចស៊ូទ្រាំរហូតដល់ថ្ងៃស្អែកបានប៉ុន្តែនៅពេលដែលថ្ងៃស្អែកហ្នឹងដល់ម៉ោងដែលបុគ្គលិកដទៃទៀតមកធ្វើការវិញហ្នឹងពេលដែលគេគ្រាន់តែបើកទ្វារពុកឃើញគាត់នៅក្នុងផ្ទះសុរកាយនឹងម្នាក់ឯងម្នាក់ស្មានតែគាត់ជាខ្មោចមែនទែនក្នុងគ្នារត់ស្រែកអើវិញហ្នឹងទៅក៏គាត់ស្រែកថាអូខ្ញុំមិនមែនខ្មោចមែនទែនទេខ្ញុំបុគ្គលិកដែរយកមកខ្ញុំជាប់នៅក្នុងនឹងមួយយប់ហើយខ្មោចសណ្ដោមខ្ញុំដេកលក់ដល់ពេលចឹងបានម្នាក់អស់សំណោចទេថាស្មានតែគាត់ខ្មោចមែនទែនណាព្រោះគាត់បើកទ្វារពុកឃើញគាត់ភ្លាមដល់ពេលចឹងណាគេមិនគិតថាខ្មោចហើយសម្រាប់ហេតុការខ្មោចនៅសណ្ដាំបុគ្គលិកនោះសូម្បីតែខ្ញុំខ្លួនឯងក៏ធ្លាប់ជួបម្ដងដែរប៉ុន្តែអត់បានសម្រេចទេព្រោះដោយសារតែខ្ញុំដឹងខ្លួនតាន់ព្រោះពេលហ្នឹងខ្ញុំគេងលក់អត់ដឹងខ្លួនមែនបើសិនជាខ្ញុំគេងលក់តែ5នាទីទៀតគឺខ្ញុំត្រូវជាប់នៅក្នុងផ្ទះអសុរកាយហ្នឹងម្នាក់ឯងប៉ុន្តែគាត់ថាវាជាសំណាងខ្ញុំមួយដែរប្រហែលជារិស័យខ្ញុំខ្ពស់ដល់ពេលចឹងសណ្ដាំខ្ញុំអត់បានខ្ញុំដឹងខ្លួនទៅខ្ញុំមានអារម្មណ៍ថាបាត់មនុស្សអស់ខ្ញុំក៏ហត់មកកន្លែងទ្វារចេញហ្នឹងស្រាប់តែឃើញបុគ្គលិក2-3នាក់ដែលគេនៅចាំបិទភ្លើងចាក់សោហើយពួកគាត់ពីដំបូងឃើញខ្ញុំស្មានតែខ្មោចមែនទែនទៀតខំហត់ដល់ពេលចឹងខ្ញុំក៏ស្រែកប្រាប់ថាបងខ្ញុំមិនខ្មោចមែនទែនទេខ្ញុំមនុស្សហើយគេចេញទៅផ្ទះអស់ដល់ពេលចឹងមកពួកគាត់និយាយថាហ្នឹងឯងពួកគាត់កំពុងរៀបបិទទ្វារចេញទៅផ្ទះនេះមិនបានដេកនៅក្នុងនឹងម្នាក់ឯងអត់ដឹងអញ្ចឹងដល់ពេលបានគិតថាអូយការសម្ដំរបស់ខ្មោចនេះវាសាហាវមែនទែនព្រោះពេលដែលចាប់ម៉ោងការងារហ្នឹងផ្ទះសុរកាយហ្នឹងគេមានសម្លេងកណ្ដឹងក៏ដូចជាការបើកភ្លើងហ្វាឲ្យបុគ្គលិកស្រែកអីហើយញ៉ៃអីពេញហ្នឹងដែរប៉ុន្តែខ្ញុំគេងលក់អត់ដឹងខ្លួនហ្មងបីនឹងត្រូវខ្មោចសម្ដំជាប់នៅក្នុងនឹងដែរប៉ុន្តែចេះជាសំណាងដែលខ្ញុំដឹងខ្លួនតាន់ហើយហេតុការណ៍ទី2បន្តខ្ញុំនឹងនិយាយអំពីខ្មោចដែលគាត់បន្លំខ្លួនធ្វើជាបុគ្គលិកណាម្នាក់សម្រាប់ហេតុការណ៍មួយហ្នឹងខ្ញុំក៏ធ្លាប់ជួបខ្លួនឯងដែរព្រោះមានពេលមួយមានបុគ្គលិកម្នាក់នៅក្នុងផ្ទះសុរកាយហ្នឹងគាត់ដាក់វត្តមានហើយខ្ញុំក៏ដឹងដែរថាបុគ្គលិកហ្នឹងអត់មកធ្វើការទេស្រាប់ដល់តែពេលយប់ឡើងពេលដែលខ្ញុំអង្គុយនៅម្នាក់ឯងហ្នឹងស្រាប់តែឃើញបុគ្គលិកហ្នឹងដើរកាត់ពីមុខខ្ញុំហើយខ្ញុំមានអារម្មណ៍ថាបុគ្គលិកហ្នឹងដូចជាអត់មកធ្វើការដែរឬមួយក៏ថ្ងៃមិញគាត់អត់វត្តមានប៉ុន្តែគាត់មកធ្វើការពេលយប់អញ្ចឹងពេលហ្នឹងខ្ញុំក៏ស្ទុះដើរទៅតាមគាត់ប៉ុន្តែដល់ពេលខ្ញុំដើរទៅតាមគាត់ទៅដល់កន្លែងដែលគាត់ធ្វើការជាប្រចាំបើជាអត់ឃើញគាត់ដល់ពេលអញ្ចឹងខ្ញុំក៏បកក្រោយវិញដើម្បីសួរបុគ្គលិកដទៃទៀតថាបុគ្គលិកមួយរូបហ្នឹងគាត់មកធ្វើការមែនអត់ដល់ពេលអញ្ចឹងបុគ្គលិកដទៃទៀតក៏គាត់ថាបុគ្គលិកហ្នឹងមានមកធ្វើការណាតាំងថ្ងៃគាត់ដាក់ច្បាប់ពេញមួយថ្ងៃដល់ពេលអញ្ចឹងបានខ្ញុំព្រឺសបល់មកពេលហ្នឹងហើយមួយទៀតខ្មោចបន្លំខ្លួនធ្វើជាខ្ញុំនៅពេលដែលខ្ញុំនៅជាមួយនឹងបុគ្គលិកម្នាក់ទៀតពេលហ្នឹងខ្ញុំកំពុងតែអង្គុយ2នាក់ចឹងទៅខ្ញុំក៏ឈឺបាត់ជើងតូចអញ្ចឹងខ្ញុំក៏ប្រាប់គាត់ថាបងខ្ញុំទៅទឹកបាត់ជើងបន្តិចហើយបុគ្គលិកហ្នឹងក៏គាត់ងក់ក្បាលស្រាប់ដល់ពេលខ្ញុំទៅប្រហែលជា2នាទីលេងបុគ្គលិកម្នាក់ហ្នឹងគាត់ឃើញខ្ញុំនឹងអង្គុយពីក្រោយខ្នងគាត់ហើយពេលហ្នឹងគាត់គិតថាមិញឃើញទៅទឹកឯងមិនក៏ឥឡូវស្រាប់តែមានខ្ញុំម្នាក់ទៀតមកអង្គុយនៅពីក្រោយខ្នងគាត់ក៏ងាកមុខទៅមើលដល់ពេលងាកទៅមើលឃើញតែមកកណាត់លើមកកណាត់ក្រោមអត់មានគាត់ខកដឹងថាមិនជាខ្ញុំគឺជាខ្មោចមែនតើគាត់រត់ចេញពីកន្លែងហ្នឹងគាត់ស្រែកផងអីផងហេតុការណ៍ទី3បន្តគឺខ្ញុំនឹងនិយាយអំពីខ្មោចលងតាមរយៈឧបករណ៍ប្រើប្រាស់តាមរយៈរូបថតតាមរយៈកញ្ចក់ដែលយើងឆ្លុះមុខហើយនឹងតាមរយៈការប្រើទូរស័ព្ទទី1គឺការប្រើប្រាស់ឧបករណ៍ពេលខ្លះខ្មោចទាំងអស់វាចូលសន្ធិដ្ឋនៅក្នុងតុក្កតាម៉ាឡាកាំងហ្នឹងវាធ្វើឲ្យតុក្កតាហ្នឹងចេះបវល់ខ្លួនចេះស្រែកហៅយើងទៀតផងហើយទី2គឺតាមរយៈរូបថតនៅក្នុងផ្ទះអសុរកាយហ្នឹងគឺមានកន្លែងមួយដែលគេថតរូបបុគ្គលិកហើយគេបិទជាប់នឹងជាងគេដាក់ស៊ុំដោយរបៀបរូបថតយើង
តាំងលំអនៅក្នុងផ្ទះអញ្ចឹងប៉ុន្តែស្រាប់តែមានបុគ្គលិកជាច្រើនដែលគាត់ដើរកាត់រូបថតហ្នឹងអារូបថតហ្នឹងវាចេះសើចចេះញញឹមចេះញាក់ភ្នែកដាក់គាត់ហើយបាននិយាយពីការប្រើប្រាស់ទូរស័ព្ទវិញជំនាន់ហ្នឹងវាមានទូរស័ព្ទអិនចឹងគាត់ដែលយើងអាចស្ដាប់វិទ្យុបានពេលខ្លះអញ្ចឹងយើងកំពុងតែស្ដាប់វិទ្យុសុកហ្នឹងស្រាប់តែសំឡេងវិទ្យុហ្នឹងវាដូរទៅជាសំឡេងខ្មោចយំសំឡេងពេកូនឬមួយក៏សំឡេងបុណ្យសពអីមួយដែលខ្មោចហ្នឹងវាធ្វើតាមចិត្តវាដែលវាអាចលងយើងបានវាផ្លាស់ប្ដូរអាទូរស័ព្ទដែលយើងកំពុងតែស្ដាប់ជាកម្មវិធីវិទ្យុហ្នឹងទៅជាអីផ្សេងអញ្ចឹងក៏មានហើយពេលខ្លះវាចេះតែមកយើងស្ញោមកយើងទៀតគឺវាយកទូរស័ព្ទបុគ្គលិកម្នាក់ហ្នឹងចុចទៅទូរស័ព្ទបុគ្គលិកម្នាក់ទៀតហើយតែបុគ្គលិកម្នាក់ទៀតហ្នឹងគាត់ដឹងខ្លួនទេថាលេខគាត់ហ្នឹងចុចទូរស័ព្ទទៅបុគ្គលិកម្នាក់ទៀតនោះហើយនៅក្នុងផ្ទះស្រកាយហ្នឹងមានកញ្ចក់ផាត់មុខមួយពេលដែលបុគ្គលិកចូលធ្វើការយើងមិនត្រូវផាត់មុខធ្វើជាតួសម្ដែងខ្មោចពេលខ្លះខ្មោចទាំងអស់ហ្នឹងវាលងធ្វើឲ្យកញ្ចក់ហ្នឹងអង្គើផងវាដើរកាត់មុខកញ្ចក់ហ្នឹងក៏មានហើយពេលខ្លះវាធ្វើជាសម្ោកខ្មៅហោះទៅហោះមកនៅក្នុងកញ្ចក់ហ្នឹងក៏មានដែររហូតតតាផ្ទះស្រកាយហ្នឹងគេយកយ័ន្តឬមួយក៏បាលីអីយកទៅបិទនៅកញ្ចក់ហ្នឹងទៅបានខ្មោចហ្នឹងវាលងតាមកញ្ចក់លែងបានហើយអ្វីដែលហួសចិត្តមួយទៀតគឺការចំនួនហ្នឹងវាមានភេសជ្ជៈបើកម្លាំងមួយវាមានពណ៌ក្រហមហើយពណ៌លឿងហើយពេលហ្នឹងពេលខ្លះអញ្ចឹងបុគ្គលិកទិញភេសជ្ជៈបើកម្លាំងពណ៌លឿងប៉ុន្តែពេលដែលចាក់ហូបហ្នឹងយើងពិនិត្យមើលពណ៌វាមិនមែនជាពណ៌លឿងទេវាបែរទៅជាពណ៌ក្រហមទៅវិញខ្មោចហ្នឹងវាលងយើងតាមរយៈទឹកភេសជ្ជៈហ្នឹងបដូរពណ៌ពីពណ៌លឿងទៅជាពណ៌ក្រហមសម្រាប់ហេតុការណ៍ទី4គឺនឹងនិយាយអំពីករណីដែលមានខ្មោចចូលសន្ធិដ្ឋបុគ្គលិកសម្រាប់ករណីហ្នឹងដូចជាកើតមាន 4-5 នាក់ដែរហើយតាមរូបភាពផ្សេងគ្នារូបភាពខ្លះខ្មោចហ្នឹងចូលមកសន្ធិដ្ឋចឹងទៅគាត់កធាក់ដៃកធាក់ជើងហើយគាត់និយាយសុំសំណែននេះសុំសំណែននោះហើយខ្មោចខ្លះលក្ខណៈថាពេលមានបុគ្គលិកណាម្នាក់ដែលគាត់ឆ្លោះគ្នានៅក្នុងកន្លែងធ្វើការហ្នឹងគាត់តែងតែព្យាយាមមកលួងលោមឲ្យយើងហ្នឹងទៅចងកឬមួយក៏សម្រាប់ខ្លួនដោយវិធីអីផ្សេងអញ្ចឹងក៏មានដែរព្រោះថាខ្មោចខ្លះមួយចំនួននៅក្នុងផ្ទះហ្នឹងមានល្អមានអាក្រក់អញ្ចឹងខ្មោចដែរអាក្រក់ហ្នឹងនៅពេលដែលរិស័យយើងទៀបឬក៏យើងភ្លេចខ្លួនប្រហែលខ្លួនអីហ្នឹងតែងតែមកព្យាយាមលួងលោមយកជីវិតរបស់យើងហេតុការណ៍ទី5គឺនឹងនិយាយអំពីខ្មោចដែលក៏បន្លំខ្លួនធ្វើជាមានភ្ញៀវចូលព្រោះពេលខ្លះខ្មោចទាំងអស់ហ្នឹងបន្លំធ្វើជាសញ្ញាមានកណ្ដឹងរោថាមានភ្ញៀវចូលហើយពេលខ្លះសូម្បីតែបុគ្គលិកគាត់អង្គុយនៅម្នាក់ឯងចឹងធ្វើជាសំឡេងសម្រាប់ជើងដើរដើម្បីឲ្យយើងដឹងថាមានភ្ញៀវចូលតែតាមពិតគឺអត់មានទេខ្មោចទាំងអស់ហ្នឹងវាតែងតែមកលេងសើចជាមួយយើងហេតុការណ៍ទី6គឺខ្ញុំនិយាយអំពីខ្មោចពិតហ្នឹងគាត់មកបន្លំធ្វើជាបុគ្គលិកសម្ដែងឲ្យលងទៅកាន់ភ្ញៀវដែលចូលកំសាន្តហេតុការណ៍ហ្នឹងគឺមានចំនួន2ករណីទី1នេះគឺមានភ្ញៀវមួយក្រុមដែលគាត់ចូលមកលេងហើយគាត់ជួបនឹងបុរសម្នាក់ដែលគាត់ឈរនៅចំណុចមួយតែម្នាក់ឯងពេលហ្នឹងគាត់ស្មានតែបុរសម្នាក់ហ្នឹងជាបុគ្គលិកខ្មោចដែលសម្ដែងហ្នឹងគាត់ក៏ដើរទៅកេះបុរសម្នាក់ហ្នឹងព្រោះដោយសារបុរសម្នាក់ហ្នឹងអត់បានលងបន្លាចគាត់ទេបែរជាឈរបែរមុខអបជាប់ទៅនឹងជាងហើយពេលដែលគាត់ទៅកេះបុរសម្នាក់ហ្នឹងក៏ងាកមកមើលគាត់ប៉ុន្តែពេលដែលងាកមើលហ្នឹងគឺខ្លួនក៏អត់ងាកមកទេគឺងាកមកតែក្បាលគឺគាត់ប្រវល់ក្បាលខ្លួនឯងពីខ្ទប់ជាងហ្នឹងមកមើលភ្ញៀវវិញហើយស្រាប់តែបរិះម្នាក់ហ្នឹងលោតទៅតោងជាងពីដានជាប់ដោយសត្វតកែអញ្ចឹងហើយភ្ញៀវទាំងអស់ហ្នឹងគឺអញ្ចឹងគាត់ស្មានតែបុគ្គលិកមែនតែនរៀនគាត់ខំគាត់មកប្រាប់ពួកខ្ញុំដែលជាខ្មោចសម្ដែងថាបងបុគ្គលិកម្នាក់ឯងម្នាក់នោះលងសាហាវមើលសិតតាប្រវល់ក្បាលហើយចេះលោតទៅតោងជាងទៀតហើយពួកខ្ញុំក៏ថាបងបុគ្គលិកខ្ញុំអត់មានណាគេចេះតោងជាងចេះប្រវល់ក្បាលអីចឹងទេដល់ពេលចឹងបានភ្ញៀវមកក្រុមគាត់ប្រាប់ថាអូអញ្ចឹងម្នាក់ហ្នឹងមិនមែនជាបុគ្គលិកទេគឺជាខ្មោចមែនតែនគាត់ឃើញច្បាស់មែនតែនករណីទី2គឺមានភ្ញៀវប្រុសស្រីមួយគូដែលគាត់ចង់មកលេងកម្សាន្តហ្នឹងគាត់ដើរទៅដល់ចំណុចមួយហ្នឹងគឺមានបុគ្គលិកដែលជាតួសម្ដែងខ្មោចនៅវាជាទីលំហមួយសម្រាប់ឲ្យភ្ញៀវដើរ
វងវែងអញ្ចឹងទៅស្រាប់តាគាត់ដើរដល់ចំណុចហ្នឹងគាត់ក៏ឈប់ពីព្រោះថាគាត់សាសងគ្នានៅកន្លែងហ្នឹងតាមរូបភាពដោយលក្ខណៈថាអោបគ្នាថើបគ្នាអីចឹងទៅស្រាប់តាពេលដែលគាត់កំពុងតែធ្វើសកម្មភាពបែបហ្នឹងគាត់ថាគាត់មានឃើញបរិសម្នាក់ឈរនៅលើដំបូលហើយបរិសម្នាក់ហ្នឹងច្អល់មកកាន់គាត់ហើយស្រែកមកថាឲ្យគាត់ថាពួកហែងចេញស្រែកចឹងភ្ញៀវពីរនាក់ហ្នឹងក៏គាត់គិតថាជាបុគ្គលិកមែនតើគាត់ក៏ដើរចេញពីចំណុចហ្នឹងដើម្បីបន្តមកខាងមុខស្រាប់តាដើរបានតែពី3ឈាននៃមនុស្សប្រុសដែលឈរនៅលើដំបូលគាត់លៀនដាតទម្លាក់មកដល់ដីដល់ពេលចឹងភ្ញៀវប្រុសស្រីពីរគូហ្នឹងគាត់ដឹងថាមិនមែនជាខ្មោចសំដែងជាខ្មោចមែនតើដល់ពេលចឹងខាងស្រីហ្នឹងក៏គាត់ស្លាប់គាត់ភ័យខ្លាំងពេកហើយខាងប្រុសហ្នឹងក៏គាត់បីខាងស្រីហ្នឹងរត់ចេញមកឲ្យពួកខ្ញុំដែលជាបុគ្គលិកជួយចឹងណាហើយហេតុការណ៍ទី7ចុងក្រោយខ្ញុំនឹងនិយាយអំពីខ្មោចដែលនៅក្នុងផ្ទះស្រកាយហ្នឹងទៅលងបន្លាចបុគ្គលិកនៅពេលដែលមានបុគ្គលិកណាម្នាក់គាត់លួចយកអីវ៉ាន់នៅក្នុងផ្ទះស្រកាយហ្នឹងទៅប្រើប្រាស់ផ្ទាល់ខ្លួនហេតុការណ៍ហ្នឹងកើតឡើងនៅលើបងស្រីម្នាក់ដែលគាត់បានលួចយកម្សៅផាត់មុខម្ដងពេលហ្នឹងគាត់ថាថ្ងៃដែលគាត់លួចយកទៅហ្នឹងពេលដែលគាត់គេងនៅពេលយប់ហ្នឹងស្រាប់តែមានសម្លេងគោះទ្វារគោះប្អួតហើយគាត់ក្នុងដំបូងគាត់ថាសម្លេងអីធម្មតាប៉ុន្តែដល់ពេលគោះខ្លាំងពេកទៅគាត់ក៏ងើបទៅមើលប៉ុន្តែងើបទៅអត់មានឃើញអ្នកណាម្នាក់ទេគាត់ក៏មកគេងនៅលើក្រែវិញហើយស្រាប់គេបានមកស្ទុះក៏គាត់មានអារម្មណ៍ថាធ្ងន់នៅលើខ្លួនគាត់ក៏បើកភ្នែកមកមើលពេលដែលគាត់បើកភ្នែកមកមើលហ្នឹងគាត់ឃើញសម្ោកខ្មៅមួយឈរនៅលើខ្លួនគាត់ហើយសម្ោកខ្មៅហ្នឹងក៏បានលូកដៃមកច្បាច់កគាត់ហើយនិយាយថាបើយើងរបស់គេអីឲ្យយកទៅដាក់ឲ្យគេវិញហើយបងស្រីម្នាក់ហ្នឹងក៏គាត់ខំប្រឹងរើបរះសូត្រធរសូត្រអីចឹងទៅក៏មកស្ទុះសម្ោកខ្មៅមួយហ្នឹងក៏រលាយបាត់ទៅហើយស្អែកឡើងក៏គាត់យករឿងហ្នឹងមកប្រាប់ពួកខ្ញុំតគ្នាចឹងទៅក៏ពួកខ្ញុំគិតថាប្រហែលជាមកពីម្សៅម្ដងហ្នឹងដែលគាត់លួចទៅបានមានវិញ្ញាណទៅតាមគាត់ដល់ផ្ទះចឹងណាហើយនៅក្នុងផ្ទះស្រកាយហ្នឹងក៏មានបុគ្គលិកមួយចំនួនដែលគាត់ជឿថាមានវិញ្ញាណខ្មោចចឹងទៅគាត់ធ្វើការបន់ស្រន់សុំអីមួយហើយគាត់និយាយសន្យាជាមួយគេថាបើសិនអូខេដោយសារអ្នកនរគ្នាសុំកាត់កន្លែងនេះបន្តិចដោយសារសាច់រឿងគាត់វែងពេកហើយខ្ញុំគិតថាអ្នកនរគ្នាស្ដាប់បានដឹងសាច់រឿងច្រើនដែរហើយមួយទៀតកម្មវិធីរបស់យើងមានម៉ោងកំណត់យើងចង់ទុកពេលឲ្យអ្នកនរគ្នាដែលគាត់មានឱកាសចូលរួមចែកម្លែកឲ្យបានច្រើនជាងនឹងបាទហើយចំពោះសាច់រឿងរបស់គាត់នេះបាទហេតុអីបាទខ្ញុំចាក់ដោយសារសាច់រឿងថ្មីហើយប្លែកបាទសួរថារន្ធត់ខ្លាំងដល់ណាដល់ណីហ្មងមិនមែនទេប៉ុន្តែគឺជាសាច់រឿងមួយដែលប្លែកគឺខ្មោចឡងនៅផ្ទះខ្មោចបាទនិយាយឲ្យចំហ្មងទៅគឺខ្មោចមែនតើឡងខ្មោចចម្ដែងហ្នឹងហើយដោយសារផ្ទះអសូរកាយហ្នឹងមិនចំណងជាគេផ្ទះអសូរកាយដោយសារហ្នឹងគឺជាកន្លែងដែលនៅក្នុង Dreamland មែនជំនាន់មុនហ្នឹងណាមាន Dreamland អីមានស្មានណាដូចជាមានមួយដែរខ្ញុំមិនអត់ដឹងឈ្មោះអីតែបើអ្នកនរគ្នាជំនាន់មុនដឹងហើយប្រហែលនៅខ្មែរយើងមានមួយកន្លែងពីរកន្លែងដែរកន្លែងផ្ទះខ្មោចអញ្ចឹងណាបាទផ្ទះខ្មោចសម្ដែងអញ្ចឹងនេះជាហេតុការណ៍ដែលកើតឡើងកន្លែងធ្វើការគាត់ឲ្យមានរឿងជាច្រើនមែនតើហើយដែលខ្ញុំចាប់អារម្មណ៍ជាងគេហ្នឹងគឺកន្លែងដាក់ CV អុចធូបដាក់ CV ធ្លាក់មិនអីមិននោះប្លែកបាទអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាបានស្ដាប់ដែរទៅហើយមែនតើសាច់រឿងនេះគឺខ្ញុំស្ដាប់បានក្បាលដំបូងហើយណាមួយទៀតខ្ញុំអត់ចង់ឲ្យគ្នាយើងដែលខលចូលមកហ្នឹងគាត់ខកបំណងដែរដោយសារគាត់ឆាតមុនដំបូងគាត់ទៅសេវែងមែនតើហ្មងអ្នកនរគ្នាមុនហ្នឹងស្ដាប់ហ្នឹងណាដោយសារយើងប្រហែលក្នុងការអានអញ្ចឹងបានឲ្យគាត់ផ្ញើជា voice មកអញ្ចឹង voice នេះសាច់ voice ហ្នឹងណាអ្នកនរគ្នាសម័យពេលដែលគាត់ទៅសេអញ្ចឹងយើងអត់ចង់ឲ្យគាត់ខកបំណងអញ្ចឹងហើយក៏យើងលើកសាច់រឿងដែលប្លែកដែលគាត់បានជួបប្រទះពិតប្រាកដហ្នឹងមកចែកម្លែកដូចគ្នា